ឲ្យសេចក្តីលោភលន់អ្នកនឹងស្លាប់ទៅកើតភូមិមួយហៅភូមិប្រេតគឺថាច្រើនទៅកើតប្រេតហើយប្រេតហ្នឹងគឺវេទនាហ្មងគ្មានសម្លៀកបំពាក់គ្មានបាយហូបគ្មានផ្ទះនៅគ្មានថ្នាំផាត់ទេដើរទៅព្រឹកនៅកណ្ដាលវាកណ្ដាលព្រៃស្វែងរកអាហារអំពីក្រមញាតិគេមើលមិនឃើញនិយាយក៏គេស្ដាប់មិនឮហើយលោកដៃទៅកាន់តែទាំងឡាយឃើញវាលក់នំនៅទីផ្សារទៅក៏លោកកាន់បានចោះអត់ទេកាន់ជាប់ទេចាប់មិនបានទេអញ្ចឹងនៅតែវេទនានឹងអត់ពីនឹងទៅហើយបើសិនជាបុគ្គលនោះដល់ពេលរៀបស្លាប់ការនៅរស់សន្សំនៅទូស័កច្រើនខំច្រើនមួម៉ៅច្រើនក្តៅកាហាយច្រើនអ៊ូរទាំច្រើនកមាច់កមើច្រើនចំណឹងដល់ស្លាប់ទៅទោសនៃទូស័កច្រើនទៅនាំបលឹងជននេះឲ្យទៅកើតនៅក្នុងនរកហើយទាំងនរកមានភ្លើងឆេះហើយក្តៅក៏ហល់កាហាយរាប់ពាន់ម៉ឺនឆ្នាំនៅតែក្នុងភ្លើងមិនចេះស្លាប់បើរៀបស្លាប់នៅជាប់ប្រកាន់កូនអញចៅអញទ្រព្យសម្បត្តិអញអ្វីសុទ្ធរបស់អញទាំងអស់ដល់រៀបស្លាប់ដល់ចុះទៅខនឹងនាំបលឹងនឹងឲ្យតែកើតជាឆ្កែកើតជាឆ្មាកើតជាកណ្ដុរដូចជាសទ្ធិមួយនៅក្នុងសម័យខាងដើមនៅក្នុងគម្ពីរញានកលកតិបនីលើកបានបញ្ជាក់អំពីសទ្ធិប្តីប្រពន្ធពីរនាក់បានទ្រព្យសម្បត្តិច្រើនខ្លាយចោលលួចយកទៅកប់បំផែនដីហើយស្រុកនឹងកើតទៅហៅអាសន្នរោគស្លាប់ជាជនរត់អស់ហើយភរិយាសទ្ធិដល់ស្លាប់ទៅវាកើតជាកណ្ដោមួយជាសត្វកណ្ដុរនៅចំទ្រព្យសម្បត្តិនឹងបងអត់មានទៅកើតឯណាទេថារៀបស្លាប់នឹងគឺតាំងពីគាត់រស់មកគាត់ជាប់ចំពាក់តែនឹងទ្រព្យហ្នឹងចិត្តគាត់នឹងបំមេទៅក្នុងទ្រព្យហ្នឹងឯងគួងហៅរសាទុកអានេះរបស់អញនោះរបស់អញគ្មានបានគិតខកអីសោះអត់បានធ្វើទានសិលភាវនាយកសិលទានសិលភាវនាមកជាទីពឹងអត់ជាប់ចំពាក់ក្នុងទ្រព្យហ្នឹងឯងបើស្លាប់ទៅវិញ្ញាណនេះចោលអំពីនឹងទៅតែកើតជាសត្វកណ្ដុរនៅរសាក្របនឹងឯងហើយសួរថាខ្លួនជាសត្វកណ្ដុរទៅហើយនឹងតើទៅពីអីកើតទៅស្លៀកអីកើតទៅថប់អីកើតយើងគិតមើលដូច្នេះអ្វីដែលខំប្រឹងរកកម្មពីកើតទល់ថ្ងៃស្លាប់ចិត្តមុនហ្នឹងគឺទៅជាអាសាបងទាំងអស់អត់ន័យអត់ខ្លឹមសារដល់ព្រលឹងចុះមកកើតជាសត្វកណ្ដុរក៏មិនទាំងបានស្លៀកបានស៊ីទៀតនៅនឹងកំណើទ្រព្យសម្បត្តិហ្នឹងប៉ុន្តែมันអាចយកមកប្រើប្រាស់បានបើទៅជាមុខផ្ទះវាថាជាបុគ្គលកំសត់ដូច្នេះអ្នកគ្មានប្រាជ្ញារកសុខមិនឃើញទេនៅក្នុងអន្ទាក់ជាប់អន្ទាក់អង្គុយលើអន្ទាក់ជាប់អន្ទាក់នៅជាមួយនឹងប្តីជាប់ប្តីនៅជាមួយនឹងប្រពន្ធជាប់នឹងប្រពន្ធនៅជាមួយនឹងកូនជាប់នឹងកូននៅជាមួយនឹងកំណត់ទ្រព្យសម្បត្តិជាប់ក្នុងកំណត់ទ្រព្យសម្បត្តិនឹងអង្គុយលើអន្ទាក់ជាប់អន្ទាក់នឹងអត់ប្រាជ្ញាគេហៅចំណងចងជាប់ដល់ថ្ងៃស្លាប់វិញ្ញាណនឹងអត់មានបានមកកើតជាអីក្រៅអំពីកើតជានរោកើតជាប្រេតហើយក៏កើតជាសត្វដេរឆានវិលទៅវិលមកនៅតែប៉ុណ្្នឹងឯងព្រោះតែអាស្រ័យនឹងការជាប់ចំពាក់នឹងឯងរកសេចក្តីសុខមិនបានចំណែកជនដែលមានប្រាជ្ញាគេគិតឃើញដោយឧបាសិកាទាំងឡាយដែលបានមកស្វែងខ្លួនជាឧបាសិកាកាន់សិល5ក្នុងវ័យនេះគឺមកពីគិតឃើញនឹងមានប្រាជ្ញាហើយគិតឃើញតែអោធរទាំងឡាយនេះឲ្យគិតឃើញអញ្ចឹងធរទាំងឡាយខាងដើមកើតខាងចុងស្លាប់ដល់ពេលស្លាប់មិនមានទីពឹងគ្មានអីជាទីពឹងសោះអត់ដូច្នេះខំសវាសទិញអ្វីក្នុងបច្ចុប្បន្ននេះក៏គ្រាន់តែយកមកទុកតែប៉ុណ្្នឹងឯងទៅក្នុងទូចោលលេងមួយជាតិអញ្ចឹងទៅឬទុកក្នុងឃ្លាំងចោលមួយជាតិអញ្ចឹងទៅឬទុកក្នុងដីចោលមួយជាតិអញ្ចឹងទៅទុកក្នុងផ្ទះចោលមួយជាតិអញ្ចឹងទៅចិត្តឃើញតែអត់ប្រយោជន៍
របស់នេះគ្មានខ្លឹមសារអញ្ចឹងអ្នកមានប្រាជ្ញាគេត្រូវតែស្ដារធ្វើរបស់ដែលគ្មានខ្លឹមសារឲ្យទៅជាមានខ្លឹមសារនេះគេធ្វើរបស់ដែលគ្មានខ្លឹមសារឲ្យទៅជាមានខ្លឹមសារសម្លៀកបំពាក់នេះគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់អាហារពុជននេះគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់ផ្ទះនៅគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់មាសប្រាក់លុយកាក់ទាំងអស់គ្មានខ្លឹមសារតទៅសោះក្នុងថ្ងៃស្លាប់ប៉ុន្តែជនដែលមានបញ្ញាយ៉ាងចំណាប់គេបានចាប់យកទ្រព្យសម្បត្តិនេះទៅកាន់ប្រាក់លោកនេះគេចាប់របស់នេះទៅកាន់ប្រាក់លោកមកដោយគេលះបង់នៅសេចក្តីកំណាញ់នឹងការជាប់ជំពាក់យកទ្រព្យនេះទៅយកទៅធ្វើជាទានគេធ្វើជាទានវិញយកទៅធ្វើជាទានទៅយកលុយយកកាក់នឹងពេញជាចៃវរប្រគៀនប្រសង់ទៅធ្វើចង្ហាន់បិណ្ឌបាតប្រគៀនប្រសង់ទៅឬក៏លោកយាយលោកតាធ្វើកត់ធ្វើសាលាឬក៏ធ្វើជាសេនាសនៈពី3នាទីអង្គុយស្នាមផឹកទៅរបស់ដែលគ្មានខ្លឹមសារគេធ្វើឲ្យទៅជាមានខ្លឹមសារ